របស់ទាំង7ដែលមានតម្លៃខ្លាំងបំផុតតែបែរជាខ្លាចជារបស់ដែល free អ្នកណាក៏អាចទទួលបានដោយឥតគិតថ្លៃមិនបាច់ចំណាយលុយទិញក៏គ្រប់គ្នាអាចទទួលបានមនុស្សយើងតែងតែនិយាយថាលើលោកនេះគ្មានអ្វីដែល free នោះឡើយសូម្បីតែបាយថ្ងៃត្រង់ដែលគេអញ្ជើញយើងញ៉ាំក៏សុទ្ធតែត្រូវមានអ្វីមកដោះដូរដែរគេមានបំណងឬចង់ពឹងពាក់អ្វីមួយទើបគេប៉ាវបាយយើងញ៉ាំជាការពិតរាល់ថ្ងៃអ្វីដែលទទួលបានគឺត្រូវតែមានការដោះដូរប៉ុន្តែមានរបស់7ដែលមានតម្លៃតែបែរជាខ្លាចជារបស់ដែលឥតគិតថ្លៃទៅវិញដែលអ្នកណាក៏អាចទទួលបានរបស់ទាំងនេះដែរ1ពន្លឺព្រះអាទិត្យយើងមិនអាចរស់នៅដោយគ្មានពន្លឺនៃព្រះអាទិត្យបានទេជីវៈរស់ទាំងអស់ក្នុងโลกមិនមែនសុទ្ធតែរស់ដោយគ្មានពន្លឺថ្ងៃពន្លឺព្រះអាទិត្យគឺដូចជាខ្យល់ដង្ហើមដែលផ្ដល់សារធាតុចាំបាច់ប្រចាំថ្ងៃដើម្បីចិញ្ចឹមរាងកាយរបស់យើងមិនទាមទារមិនបាច់ចំណាយលុយទិញក៏យើងអាចប្រើប្រាស់និងទទួលបានពន្លឺព្រះអាទិត្យនេះបានដែរ2ខ្យល់អាកាសរាល់ថ្ងៃអ្នកកំពុងតែដកដង្ហើមដើម្បីរស់នៅទាំងដែលមិនចាំបាច់ត្រូវចំណាយប្រាក់សូម្បីតែ1សេនដើម្បីទិញតាំងពីបុរាណកាលមករហូតមកដល់បច្ចុប្បន្ននេះមនុស្សគ្រប់គ្នាទទួលយកខ្យល់អាកាសដែលឥតគិតថ្លៃហើយគ្មាននរណាម្នាក់ខ្វល់ថាពួកគេកំពុងរីករាយនឹងរបស់ដែលមានតម្លៃមួយនៅលើផែនដីនេះដែលឥតគិតថ្លៃនោះឡើយ3សេចក្តីស្នេហាមនុស្សស្រឡាញ់គ្នាទៅវិញទៅមកដោយធម្មជាតិអ្នកមិនអាចប្រើលុយឬរបស់ផ្សេងទៀតដើម្បីទិញស្នេហាទិញការស្រឡាញ់នោះឡើយស្នេហាជារឿងវេទមន្តដែលមនុស្សពីរនាក់មានអារម្មណ៍ចំពោះគ្នាគឺជាសុខដុមនៃចិត្តនិងចិត្តដែលចោះសម្រុងគ្នាទួជួបភ្ជួរភ្លៀងមានទុករួមសុខជាមួយគ្នាទំនាក់ទំនងនេះគឺមិនចាំបាច់យកលុយទិញទេហើយក៏ជារបស់ដែលមិនអាចទិញបានដូចគ្នា4 personal គ្មានឪពុកឬម្ដាយណានិយាយទៅកាន់កូនថាតើតែកូនមានលុយឲ្យពុកម៉ែទៅពុកម៉ែស្រឡាញ់កូននោះឡើយសេចក្តីស្រឡាញ់របស់ឪពុកម្ដាយគឺគ្មានព្រំដែនគ្មានអ្វីអាចប្រៀបផ្ទឹមបានគ្មានអ្វីអាចបោះវែងបានឡើយដរាបណាឪពុកម្ដាយរបស់អ្នកនៅមានជីវិតនៅលើโลกនេះកូននឹងនៅតែទទួលបានក្តីស្រឡាញ់ដែលគ្មានព្រំដែន5មិត្តភាពពិតប្រាកដមិត្តភាពត្រូវបានសម្រេចតាមរយៈការយោគយល់គ្នានិងការចែករំលែកគ្មានលុយណាអាចទិញមិត្តភាពដែលមានតម្លៃបានឡើយជាមិត្តពិតគេនឹងនៅក្បែរអ្នកចាំជួយអ្នកពីក្រោយចាំលើកទឹកចិត្តពេលអ្នកដួលមនុស្សដែលអាចលួងចិត្តអ្នកពេលអ្នកខូចចិត្តក៏ដូចជាពេលអ្នកសប្បាយចិត្តចេះជួយគ្នាទៅវិញទៅមកពេលមានបញ្ហាជាមនុស្សដែលស្មោះត្រង់ចំពោះអ្នកលះបង់ឲ្យអ្នកមិនត្រូវការតបស្នងនោះហើយជាមិត្តភាពពិតដែលលុយមិនអាចទិញបានឡើយ6សេរីភាពក្នុងសុបិនគ្មាននរណាម្នាក់យកពន្ធលើសុបិនរបស់អ្នកទេប៉ុន្តែមនុស្សភាគច្រើនកើតមកមានក្តីស្រមៃរៀងៗខ្លួនសុបិនដ៏ស្រស់ស្អាតដែលធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរឡើងឈានទៅមុខសុបិនទាំងនេះមិនចំណាយប្រាក់អ្វីឡើយ7ជំនឿដោយសេរីមិនថាអ្នកមានជំនឿបែបណានោះទេនោះហើយជាកន្លែងដែលព្រលឹងរបស់អ្នកត្រូវបានតម្កល់ជំនឿអាចជួយអ្នកឲ្យមានអារម្មណ៍ស្ងប់សុខជំនឿគឺជាជំរកដ៏ល្អបំផុតរបស់ដួងព្រលឹងគឺជាពន្លឺដែលជួយយើងយកឈ្នះការលំបាកនិងឧបសគ្គនៅលើផ្លូវជីវិត